ពីមុនគិតថាបកគោភ្លើងនៅជិតផ្ទះអញ្ចឹងទោះបីជាលោត10 20ដងក៏អត់អីដែរតែដោយថាការអត់ទ្រាំពីដែនកំណត់អស់ការអត់ធ្មត់គេដូរចោលអញ្ចឹងបន្ទាប់ពីដូរឌីសង់ទ័រថ្មីហើយការងារត្រូវលូនប៉ុន្តែខ្ញុំបែរជាបន្ថយការងារបោកគក់វិញដោយសារមួយរយៈនេះមានរំតែខ្លួនឯងបាក់ខ្លាំងហ្មងទាំងកូនសិស្សម៉ែហើយអ្នកចិត្តខាងប្រាប់ថាខ្ញុំស្គមខ្លាំងហើយដូចអត់មានជីវជាតិក្នុងខ្លួនអញ្ចឹងពួកគាត់សួរមានឈឺអីអត់ឃើញខ្ញុំស្លេកស្លាំងខ្លាំងពេកដល់ពេលគាត់និយាយអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាសង្ស័យខ្លួនឯងដែរអញ្ចឹងហើយក៏ទាញចេញមកវាស់សុខភាពសាក់មើលបងប្អូនធ្លាប់តែលើអញ្ចឹងវាស់ទម្ងន់ធម្មតាមែនអត់តែឥឡូវនេះខ្ញុំបង្ហាញចេញមកប្រភេទដែលអាចវាស់ពីសុខភាពរបស់រាងកាយយើងបានអញ្ចឹងឆ្លាតវៃ Venus VF នេះដឹងទិន្នន័យដល់ទៅ56មកពីរាងកាយរបស់យើងមិនថាអត្រាបេះដូងបរិមាណជាតិទឹកជាតិខ្លាញ់ឬក៏បរិមាណសុខភាពរាងកាយយើងខ្វះលំហាត់ប្រាណអីគឺដឹងទាំងអស់តែម្ដងពេលវាស់លោតលទ្ធផលជាពណ៌ឲ្យយើងមានកម្រិតទាបកម្រិតស្តង់ដារកម្រិតខ្ពស់ហើយបើយើងអត់យល់គេមានការបកស្រាយនៅខាងក្រោមទិន្នន័យនឹងទៀតពេលដែលវាស់ហើយយើងដឹងពីសុខភាពរាងកាយរបស់យើងបានច្រើនមែនទែនត្រង់ចំណុចណាលោតពណ៌ខៀវយើងត្រូវបំពេញវាឲ្យត្រូវស្តង់ដារឡើងវិញឧទាហរណ៍ខ្ញុំបន្ទាប់ពីបានវាស់ហើយគឺកម្រិតរបស់ខ្ញុំទាបច្រើនមែនទែនទាំងបរិមាណជាតិទឹកពិសេសមួយទៀតហ្នឹងគឺខ្វះលំហាត់ប្រាណយើងធ្វើការច្រើនគិតថានឹងជាការហាត់ប្រាណតែមិនមែនទេធ្វើការផ្សេងហាត់ប្រាណផ្សេងអញ្ចឹងចេញហ្នឹងគឺថាឲ្យខ្ញុំតែម្ដងកាន់តែខ្លាំងទៀតហ្នឹងគឺឲ្យតែពាក់ព័ន្ធនឹងឆ្អឹងលទ្ធផលរបស់ខ្ញុំទាបទាំងអស់ហ្មងចឹងហើយបានមួយរយៈនេះខ្ញុំចេះតែឈឺឆ្អឹងខ្នងរហូតចេញឆ្លាតវៃ Venus FE មិនត្រឹមតែអាចវាស់រាងកាយយើងផ្ទាល់បានទេសមាជិកគ្រួសារក៏បានដែរគ្រាន់តែអេដបន្ថែមឈ្មោះពួកគាត់នៅលើកម្មវិធីហើយកំណត់អាយុកំណត់កម្ពស់ទៅនៅពេលថ្លឹងទិន្នន័យរបស់គាត់ហ្នឹងគឺលោតចូលជាមួយនឹងទូរស័ព្ទយើងដែរមានចេញនេះមួយចំណេញមែនតើប្រើបានទាំងគ្រួសារតែមកនិយាយពីរូបរាងវិញស្ដើងស្រាងងាយស្រួលកាន់ហើយស្រួលទុកដាក់ទៀតចង់តាមដានទិន្នន័យសុខភាពរបស់យើងពេញមួយតួខ្លួនកុំភ្លេចអញ្ជើញឆ្លាតវៃ Venus VF នេះសម្រាប់ខ្ញុំបន្ទាប់ពីវាស់ទិន្នន័យសុខភាពហើយទី1គឺត្រូវញ៉ាំទឹកឲ្យបានច្រើនទី2ត្រូវធ្វើលំហាត់ប្រាណទី3ញ៉ាំវីតាមីន D ហើយនិងកាល់ស្យូមដើម្បីបំពន់ឆ្អឹងឲ្យត្រូវស្តង់ដារឡើងវិញបងប្អូនដូចគ្នាថែរក្សាសុខភាពញ៉ាំទឹកឲ្យបានច្រើនមានពេលលំហែនិងកាត់បន្ថយ stress ខ្លះដើម្បីឲ្យសុខភាពរបស់យើងកាន់តែរឹងមាំ